ជម្រាបសួរលោកគ្រូទេសនៃមុខវិជ្ជារំលាយអប់រំនិងជម្រាបសួរទៅដល់លោកគ្រូអ្នកគ្រូនៅថ្នាក់ដេជីទីគោរពថ្ងៃនេះខ្ញុំបាទឈ្មោះអូកសីហាលេខរៀងទី27ធ្វើការបកស្រាយតាក់ទងជាមួយនឹងសប្តាហ៍ទី6តាក់ទងជាមួយនឹងមេរៀនពលំតាក់សូណូមីនិងការរៀបចំការបង្កើតតេស្តអញ្ចឹងនៅក្នុងមេរៀននឹងដែរគឺខ្ញុំបានយកតាក់ទងជាមួយមេរៀននឹងចំនួន6ចំណុចហើយចំណុចទី1ហ្នឹងគឺនិយាយអំពីគោលការណ៍នៃការបង្កើតសំណួរតាមទ្រឹស្ដីពលំអញ្ចឹងនៅក្នុងការបង្កើតតាក់ទងជាមួយនឹងសំណួរតាមទ្រឹស្ដីពលំគេសួរសំណួរមួយថាតើគេបង្កើតតាក់ទងជាមួយនឹងពលំតាក់សូណូមីនឹងដើម្បីអ្វីអញ្ចឹងគេបង្កើតពលំតាក់សូណូមីនឹងគឺដើម្បីទី1គឺតាក់ទងជាមួយនឹងសរសេរក៏ដូចជាកំណត់នៅវត្ថុបំណងមេរៀនមួយអញ្ចឹងនៅពេលដែលគេបង្កើតមកនឹងគឺគេតាក់ទងជាមួយនឹងការកំណត់នៅវត្ថុបំណងមេរៀនក្រោយពេលដែលយើងរៀនចប់តាក់ទងជាមួយនឹងមេរៀនមួយហើយមួយទៀតហ្នឹងគឺដើម្បីស្វែងរកឃើញនៅបំណិនដោយរៀនពីស្រួលទៅលំបាកអញ្ចឹងនៅក្នុងកម្រិតពលំហ្នឹងគឺយើងរៀនពីចំណុចដែលចាប់ផ្ដើមស្រួលទៅចំណុចដែលលំបាកបើន័យថាយើងរៀនពីចំណុចតូចទៅចំណុចធំដើម្បីបានទៅដល់ចំណុចធំហ្នឹងគឺយើងត្រូវកាត់តាក់ទងជាមួយនឹងចំណុចតូចទាំងអស់ដើម្បីយើងបានបទពិសោធន៍ហើយមួយទៀតហ្នឹងគឺដើម្បីសម្រួលទៅដល់ការសួរសំណួរតាមកម្រិតចំណេះដឹងអញ្ចឹងនៅពេលដែលយើងសួរសំណួរទៅគឺយើងអាចដឹងថាតើសិស្សហ្នឹងគឺនៅកម្រិតណាតាក់ទងជាមួយនឹងពលំហ្នឹងហើយមួយទៀតគេសួរថាតើពលំតាក់សូណូមីហ្នឹងចែកចេញជាប៉ុន្មានកម្រិតអញ្ចឹងនៅក្នុងពលំតាក់សូណូមីហ្នឹងគឺយើងចែកចេញជា6កម្រិតគឺកម្រិតទី1គឺកម្រិតចងចាំអញ្ចឹងកម្រិតចងចាំហ្នឹងគឺជាកម្រិតមួយដែលពួកយើងបានដឹងឬក៏រៀនពីមុនមកហើយមែនតើទៅគឺយើងផ្ដោតទៅលើការចងចាំមកវិញបានន័យថាយើងធ្លាប់ឃើញពីមុនមកហើយប៉ុន្តែនៅក្នុងចំណុចនេះគឺយើងត្រូវលើកវាយកមកចងចាំតាក់ទងជាមួយនឹងចំណុចមេរៀនដែលយើងបានរៀនហើយបានន័យថាយើងកលេចទៅយើងដឹងថាមេរៀនហ្នឹងគឺយើងធ្លាប់រៀនហើយសំណួរទី2គឺតាក់ទងជាមួយនឹងកម្រិតយល់ដឹងកម្រិតយល់ដឹងគឺជាកម្រិតទី2នៃពលំតាក់សូណូមីគឺជាកម្រិតដែលសិស្សហ្នឹងគឺអាចធ្វើតាក់ទងជាមួយចំណែកថ្នាក់ដោយសារតែកាលមុនគាត់ត្រឹមតែចងចាំឯងអញ្ចឹងនៅពេលដែលគាត់មកដល់កម្រិតយល់ដឹងហ្នឹងបានន័យថាគាត់អាចបែងចែកគាត់អាចយល់ដឹងគាត់អាចតាក់ទងជាមួយប្រៀបធៀបក៏ដូចជាលើកឧទាហរណ៍តាក់ទងជាមួយនឹងមេរៀនទាំងអស់ហ្នឹងបានចំណុចមួយទៀតតាក់ទងជាមួយនឹងចំណុចទី3តាក់ទងជាមួយនឹងការអនុវត្តអញ្ចឹងការអនុវត្តហ្នឹងគឺដើម្បីដឹងថាទ្រឹស្ដីនឹងខុសឬត្រូវហ្នឹងអញ្ចឹងនៅពេលដែលពួកគាត់រៀនហើយគឺគាត់យកទ្រឹស្ដីហ្នឹងយកមកអនុវត្តទៅដើម្បីដឹងថាតើទ្រឹស្ដីដែលគាត់រៀនហើយហ្នឹងតើវាត្រឹមត្រូវឬក៏ខុសហើយដែលយើងយកមករៀនហ្នឹងតើទទួលបាននៅលទ្ធផលបែបណាចំណុចមួយទៀតហ្នឹងតាក់ទងជាមួយនឹងការវិភាគអញ្ចឹងនៅក្នុងចំណុចទី4នៃពលំហ្នឹងគឺការវិភាគបានន័យថាវិភាគរកតាក់ទងជាមួយនឹងផ្នែកណាមួយក៏ដូចជាញែកកំណត់នៅលក្ខណៈសំខាន់នៅក្នុងមេរៀនណាមួយចឹងទៅចំពោះចំណុចទី5តាក់ទងជាមួយនឹងការវិតម្លៃនៅក្នុងការវិតម្លៃគឺផ្អែកទៅលើការវិនិច្ឆ័យក៏ដូចជាត្រួតពិនិត្យតាក់ទងជាមួយនឹងមេរៀនដូចជារកនៅចំណុចមួយដែលល្អឬក៏ចំណុចមួយដែលខ្វះខាតដើម្បីរិះគន់ហើយកែលម្អឡើងវិញមួយទៀតតាក់ទងជាមួយការបង្កើតថ្មីអញ្ចឹងនៅក្នុងកម្រិតទី6នៃពលំហ្នឹងគឺតាក់ទងជាមួយនឹងការបង្កើតថ្មីនៅក្នុងការបង្កើតថ្មីហ្នឹងគឺយើងបង្កើតអ្វីដែលថ្មីប៉ុន្តែបើន័យថាតាក់ទងជាមួយបង្កើតថ្មីទោះបីយើងបង្កើតមែនតែអ្វីហ្នឹងដែលយើងបង្កើតហ្នឹងគឺធ្លាប់មានពីមុនមកហើយប៉ុន្តែគ្រាន់ថាយើងបង្កើតបន្ថែមតែប៉ុណ្ណោះហើយមួយទៀតហ្នឹងតាក់ទងជាមួយនឹងចំណុចទី2នៅក្នុងចំណុចទី2នៃមេរៀនហ្នឹងគេនិយាយថាប្រភេទសំណួរតាមពលំតាក់សូណូមីហ្នឹងមាន2ទម្រង់ទី1តាក់ទងជាមួយនឹងសំណួរទម្រង់បិទអញ្ចឹងនៅក្នុងសំណួរទម្រង់បិទហើយនឹងបើកអញ្ចឹងនៅក្នុងសំណួរទម្រង់បិទអញ្ចឹងគឺមានចម្លើយស្រាប់បានន័យថាចម្លើយដែលគេរកឃើញហើយគេដាក់មកឧទាហរណ៍ថានៅពេលដែលគេឲ្យយើងរកតាក់ទងជាមួយនឹងចំណុចមេរៀនអ្វីមួយគេដាក់តាក់ទងជាមួយនឹងសំណួរបិទហ្នឹងមកគឺបានន័យថាចម្លើយគឺគេមានស្រាប់ហើយយើងអាចឆ្លើយទូទៅបានទេបានន័យថាយើងឆ្លើយតតែចំចំណុចរបស់គេទៅយើងត្រូវអញ្ចឹងអាហ្នឹងគេហៅថាសំណួរបិទហើយមួយទៀតតាក់ទងជាមួយនឹងសំណួរទម្រង់បើកអញ្ចឹងសំណួរទម្រង់បើកហ្នឹងគឺយើងដឹងស្រាប់ហើយតាក់ទងជាមួយនឹងសំណួរហ្នឹងគឺយើង
ទលំទលាយបានន័យថាមេរៀនហ្នឹងគឺយើងអាចឆ្លើយទលំទលាយបានមិនខុសឬក៏មិនត្រូវបានន័យថាយើងឆ្លើយបានយ៉ាងទលំទលាយនិយាយឲ្យចំទៅគឺតកតឹងជាមួយនឹងសំណួរហ្នឹងមិនថាសួរផ្ទាល់មាត់ឬក៏ការសរសេរទេគឺមែនតើទៅសំណួរតម្រងបើកហ្នឹងគឺយើងអាចឆ្លើយទូលំទូលាយបានចំពោះចំណុចទី3គឺនិយាយអំពីការអនុវត្តនៃការបង្កើតសំណួរតាមកម្រិតពលំអញ្ចឹងនៅក្នុងសំណួរកម្រិតពលំហ្នឹងគឺយើងមានតម្រងនៃការបង្កើតវាអញ្ចឹងចំណុចមួយទៀតហ្នឹងសំណួរតេស្តពហុជ្រើសរើសដែលមានលក្ខណៈស្តង់ដារផ្សំឡើងពីផ្នែកដូចជាទី1តើតឹងជាមួយនឹងផ្នែកសំណួរជាប្រយោគសំណួរពេញលេញបានន័យថាជាប្រភេទសំណួរ STEM បានន័យថាយើងត្រូវឆ្លើយឲ្យវែងទើបត្រឹមត្រូវតើតឹងជាមួយនឹងសំណួរហ្នឹងបានន័យថាឆ្លើយតតែពេញលេញហើយមួយទៀតហ្នឹងតើតឹងជាមួយនឹងសំណុំជ្រើសរើសចម្លើយ option បានន័យថាជាចម្លើយដែលត្រូវមួយហើយមានខុស3ឬក៏4អីចឹងទៅបានន័យថាចម្លើយហ្នឹងគឺយើងអាច tick យកតែមួយទេហើយនៅក្នុងចំណោម3 4ហ្នឹងគឺយើងត្រូវតែមួយខុស3 4អីចឹងទៅតាក់ទងជាមួយនឹងចំណុចទី4និយាយអំពីគុណសម្បត្តិនិងគុណវិបត្តិនៃការបង្កើតសំណួរតម្រងប័ណ្ណអញ្ចឹងនៅក្នុងគុណវិបត្តិនិងគុណសម្បត្តិនៃការបង្កើតតម្រងប័ណ្ណហ្នឹងទី1ឲ្យខ្ញុំលើកយកតាក់ទងជាមួយនឹងគុណសម្បត្តិអញ្ចឹងនៅក្នុងគុណសម្បត្តិហ្នឹងមានន័យថាងាយសរសេរខ្លីៗបានន័យថាយើងសរសេរខ្លីៗទៅគឺយើងអាចធ្វើតាក់ទងជាមួយនឹងសំណួរតម្រងប័ណ្ណហ្នឹងបានហើយមួយទៀតហ្នឹងងាយស្រួលក្នុងការបង្កើតច្រើនបានន័យថាយើងតាក់ទងជាមួយតម្រងប័ណ្ណហ្នឹងគឺយើងអាចបង្កើតតាក់ទងជាមួយនឹងមេរៀនហ្នឹងច្រើនបានន័យថាចំណុចទាំងអស់ហ្នឹងគឺយើងរៀនហើយយើងអាចបង្កើតបានច្រើនខុសពីសំណួរបើកបានន័យថាពីទូទៅគឺយើងត្រូវការប្រើពេលវេលាច្រើនសម្រាប់ធ្វើក៏ដូចជាសរសេរអញ្ចឹងទៅហើយមួយទៀតហ្នឹងងាយស្រួលដាក់បន្ទុកព្រោះអីវាមានចម្លើយកំណែស្រាប់បានន័យថាយើងរកឃើញហើយតាក់ទងជាមួយចម្លើយហ្នឹងគឺយើងគ្រាន់តែធីកយកទេមួយទៀតហ្នឹងតាក់ទងជាមួយនឹងការកាត់បន្ថយទូទាយនៅក្នុងសំណួរតម្រងប័ណ្ណហ្នឹងគឺវាកាត់បន្ថយតាក់ទងជាមួយនឹងទូទាយបើន័យថាតើយើងច្បាស់បានយើងអាចដាក់បានហើយមួយទៀតហ្នឹងងាយស្រួលក្នុងការបង្កើតសំណួរនោះច្រើនបើន័យថាសំណួរខ្លីៗយ៉ាងងាយស្រួលក្នុងការបង្កើតច្រើនហើយមួយទៀតហ្នឹងតាក់ទងមួយគុណវិបត្តិគុណវិបត្តិហ្នឹងអត្រាទូទាយខ្ពស់ដល់ 50% បានន័យថាពួកយើងងាយស្រួលក្នុងការទូទាយដោយសារតែយើងឃើញតាក់ទងជាមួយនឹងសំណួរក៏ដូចជាចម្លើយស្រាប់អញ្ចឹងណាហើយមួយទៀតហ្នឹងពិបាកវាស់វែងនៃកំណត់របស់អ្នកឆ្លើយសំណួរអញ្ចឹងយើងពិបាកវាស់វែងដោយសារតែសំណួរវាខ្លីៗយើងអាចវាស់វែងតាក់ទងជាមួយនឹងសមត្ថភាពរបស់ពួកគាត់បានទេបើមិនជាយើងឲ្យគាត់ធ្វើតាក់ទងជាមួយនឹងសំណួរបើកគឺយើងអាចដឹងតាក់ទងជាមួយនឹងកំណត់របស់គាត់ថាគាត់ចង់បង្ហាញចំណុចដែលមាននៅតាមកំណត់របស់គាត់មួយទៀតហ្នឹងគឺអាចមានចម្លើយដែលត្រឹមត្រូវច្រើនមួយទៀតហ្នឹងហាក់មិនបានផ្ដល់ព័ត៌មានច្រើនដល់អ្នកធ្វើអញ្ចឹងនៅក្នុងដែរគឺគេអាចបានលំអិតទេដោយសារតែវាជាសំណួរតម្រងបិទអញ្ចឹងវាផ្ដល់តែចម្លើយមកតិចតួចតែប៉ុណ្ណោះចំពោះចំណុចបន្ទាប់ទៀតហ្នឹងគឺតកតឹងជាមួយនឹងគុណសម្បត្តិនិងគុណវិបត្តិនៃការធ្វើតកតឹងជាមួយនឹងសំណួរតម្រងបើកអញ្ចឹងយើងដឹងហើយថាតកតឹងជាមួយសំណួរតម្រងបើកគឺជាសំណួរដែលវាទលំទលាយងាយស្រួលក្នុងការធ្វើបានន័យថាយើងឆ្លើយទៅមិនខុសឬក៏មិនត្រូវទេមែនតើទៅគឺយើងឆ្លើយតាមគំនិតមតិឬក៏យោបល់ហ្នឹងគឺផ្សេងគ្នាហើយដើម្បីឆ្លើយតកតឹងជាមួយនឹងសំណួរបើកនឹងបានគឺយើងអាចមែនតើទៅគឺមានតកតឹងជាមួយគេហៅថាវប្បធម៌ទូទៅគឺយើងមានវប្បធម៌ទូទៅច្រើនគឺយើងអាចឆ្លើយតកតឹងជាមួយនឹងសំណួរនឹងបានហើយចំពោះគុណសម្បត្តិវិញគឺគ្មានការទូទាយចម្លើយបែរថាយើងអត់ចាំបាច់ទូទាយទេផ្ទាល់តែយើងមានកំណត់ខ្លួនឯងផ្ទាល់ខ្លួនទៅយើងអាចសរសេរបានមួយទៀតងាយស្រួលបង្កើតសំណួរហ្នឹងគឺយើងអាចបង្កើតងាយហើយយើងឆ្លើយទូលំទូលាយបានមួយទៀតជំរុញការគិតច្នៃប្រឌិតនិងត្រេះរិះពិចារណារបស់សិស្សអញ្ចឹងនៅក្នុងការដាក់សំណួរតម្រងបើកហ្នឹងផ្ដល់ឲ្យសិស្សហ្នឹងគឺគាត់មានការត្រេះរិះពិចារណាច្រើនគាត់ងាយស្រួលក្នុងការសរសេរហើយមួយទៀតហ្នឹងគឺគាត់អាចនិយាយបានថាជាការតេស្តតាក់ទងជាមួយសមត្ថភាពរបស់គាត់មួយទៀតហ្នឹងតាក់ទងមួយគុណវិបត្តិมันសមស្របនឹងការវាស់វែងទៅលើការសិក្សាបែបត្រេះរិះពិចារណាមួយទៀតងាយស្រួលឆ្លើយតាមការនឹកឃើញបានន័យថា
យើងឆ្លើយបែបមិនក៏ត្រូវដែរឲ្យតែតាក់ទងជាមួយប្រធានបទហ្នឹងមួយទៀតការកែចំណាយពេលយូរអញ្ចឹងវាចំណាយពេលយូរដោយសារតែយើងត្រូវការអានតាក់ទងជាមួយនឹងគំនិតម្នាក់ហ្នឹងគឺច្រើនមកថាគំនិតយើងគឺវាអត់ដូចគ្នាទេហើយមួយទៀតចំណុចចុងក្រោយតាក់ទងជាមួយនឹងការអនុវត្តការរៀបចំបង្កើតតេស្តស្តង់ដារតើអ្វីជាគម្រោងតេស្តលម្អិតស្តង់ដារហ្នឹងអញ្ចឹងនៅក្នុងចំណុចទី6ហ្នឹងគម្រោងលម្អិតតេស្តហ្នឹងគឺជាគម្រោងសង្ខេបឬក៏តារាងលម្អិតដែលបង្ហាញអំពីលទ្ធផលការសិក្សាឬក៏ស្តង់ដារដែលបានសរសេរនៅក្នុងកម្មវិធីសិក្សាលម្អិតតើតើជាមួយនឹងខ្លឹមសារមេរៀនសំខាន់ឬក៏ចំណុចផ្សេងដែលដាក់បញ្ចូលនៅក្នុងតេស្តដើម្បីធ្វើការវាតម្លៃតើតើជាមួយនឹងសិស្សនៅពេលដែលពួកគាត់រៀនហ្នឹងមួយទៀតហ្នឹងតើតើជាមួយលម្អិតតេស្តហ្នឹងគឺមានទិសដៅច្បាស់លាស់អាចកំណត់ទំហំតេស្តដែលត្រូវធ្វើអនុវត្តតេស្តរង្វាតម្លៃមានទំនុកចិត្តនិងភាពជឿជាក់បានតើតើជាមួយនឹងការធ្វើតេស្តហ្នឹងអញ្ចឹងតើតើជាមួយចំណុចរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើន